បងស្រីឃើញហើយកដោបគឺច្រើនមែនតើរាប់ពាន់រាប់ម៉ឺនកូននៅក្នុងទ្រុងនេះបាទហើយបងប្រុសបងស្រីមើលទ្រុងនេះគឺចាប់ផ្ដើមចិត្តប្រមូលផលហើយមួយថ្ងៃគឺជំរុះស្លាបលឿនហើយធំលឿនណាបាទធំលឿនបាទសំខាន់បំផុតបងប្អូនបងប្រុសបងស្រីចង់ចាំការងារនេះឲ្យបានជោគជ័យបងប្រុសបងស្រីត្រូវតែដាំស្មៅបងប្អូនណាដាំនៅក្បែរលបងផ្ទះក៏យើងអាចចិញ្ចឹមកដោបបានដែរតស៊ូបន្តិចហត់បន្តិចប៉ុន្តែយើងបានមុខរបរជារបស់យើងហើយក៏យើងបានចំណូលជារបស់យើងដែរបាទបើសិនជាបងប្អូនខ្វះបទពិសោធន៍បងប្អូនខ្វះការយល់ដឹងបងប្អូនអាចមកពង្រឹងសមត្ថភាពជាមួយកសិដ្ឋាន400បានបងប្អូនអាចមកពង្រឹង2ថ្ងៃ3ថ្ងៃបាទឬក៏បងប្អូនមកមួយអាទិត្យមួយខែ2ខែ3ខែមួយឆ្នាំ2ឆ្នាំហើយចាំបងប្អូនទៅអភិវឌ្ឍខ្លួនហើយបងប្អូនចាប់ផ្ដើមសាងអាជីវកម្មដោយខ្លួនឯងនោះបងប្អូននឹងធ្វើអ្វីបានដូចអ្វីដែលបងប្អូនត្រូវការយើងចំណាយក្នុងការអនុវត្តរៀនទាំងទ្រឹស្ដីរៀនទាំងការអនុវត្តនៅជាមួយកសិដ្ឋាន400បងប្អូននឹងទទួលបានជំនាញពិតហើយបងប្អូននឹងដឹងពីរបៀបធ្វើពិតដោយសារអីដោយសារកសិដ្ឋាន400បានផ្ដល់ទាំងកន្លែងស្នាក់នៅបាទទាំងអាហារហូបចុកសម្រាប់ពុកម៉ែបងប្អូនដែលនៅយូរនៅធ្វើការនៅទីនេះឬក៏នៅហាត់ការនៅទីនេះគឺយើងផ្ដល់កន្លែងស្នាក់នៅហើយនឹងអាហារជូនហើយបងប្អូនមកធ្វើការទីនេះដូចជាក្រុមការងាររបស់កសិដ្ឋាន400អញ្ចឹងគឺមានពេលនិយាយរួមទៅគឺរកតែពេលសម្រាប់អត់ចង់បានទេប៉ុន្តែយើងបានបទពិសោធន៍យើងបានជំនាញអញ្ចឹងវាធ្វើឲ្យយើងនឹងអាចទៅធ្វើខ្លួនឯងទៅគឺយើងដឹងហើយថាកលុកកលៀតរបៀបធ្វើតិចនិចបាទសំខាន់អ្វីខ្លះដើម្បីធ្វើឲ្យការងារមួយនឹងទទួលបានជោគជ័យការងារកសិកម្មត្រូវមានពេលហើយប្រហែលអត់បានទេណាបងប្រុសបងស្រីប្រហែលអត់បានទេតែយើងប្រហែលគឺយើងបាត់បងឲ្យដូចជាចិញ្ចឹមកដោបងប្អូនខ្លះក៏ដាក់កដោចំណីម្ដងមួយថ្ងៃតែម្ដងហើយបងប្អូនខ្លះគាត់ហត់រឿងទៅរកស្មៅកដោហើយបងប្អូនចង់បានផលពីកដោប៉ុន្តែបងប្អូនហត់នឹងការទៅរកស្មៅអញ្ចឹងវាអត់អាចទទួលបានផលតបស្នងមកវិញទេហត់ជាមួយវាធ្វើការជាមួយវាហើយប្រឹងប្រែងជាមួយវាតាមដានជាមួយវាដាក់មុងដាក់កម្ដៅបាទបិទបាំងខ្យល់បិទបាំងភ្លៀងឲ្យវាទៅវាបានលទ្ធផលបងប្រុសស្រីឃើញនេះបាទជ្រងតែម្ដងបាទជ្រងតែម្ដងបាទអូច្រើនណាស់ឡើងក្រាស់តែម្ដងនៅក្នុងឈុតនោះណាបាទអញ្ចឹងបងប្រុសបងស្រីត្រូវតែប្រឹងប្រែងហើយត្រូវតែអភិវឌ្ឍសមត្ថភាពបន្ថែមមិនមែនថាអូយើងចេះប៉ុណ្ណឹងហើយយើងអត់ប្រឹងសមត្ថភាពទេសូម្បីតែខ្ញុំក៏នៅតែប្រឹងសមត្ថភាពជាបន្តដែរហ្នឹងហើយអរគុណបងប្រុសបងស្រីជួបគ្នានៅវីដេអូបន្តទៀតណាបាទអញ្ចឹងបងប្រុសបងស្រីឃើញឡើងណែនតែម្ដងក្រឹបតែម្ដងណាបាទនេះបងស្រីឃើញនេះឡើងក្រឹបតែម្ដង